យោងតាមព្រះរាជដំរីដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះបាទសម្ដេចព្រះបរមនាថព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៅព្រឹកថ្ងៃ1កើតខែចែកឆ្នាំរោងឆស័កពុទ្ធសករាជ2568ត្រូវនឹងថ្ងៃទី13ខែមេសាឆ្នាំ2025សម្ដេចមហាមន្ត្រីគុយសុផលឧបនាយករដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងនិងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្របានអញ្ជើញក្នុងពិធីថ្វាយគ្រឿងសក្ការៈបូជាថ្វាយដល់ម្ចាស់ទឹកម្ចាស់ដីថ្វាយព្រះតេជះបារមីថែរក្សាប្រាសាទអង្គរវត្តគ្រប់ព្រះអង្គដើម្បីសូមសេចក្តីសុខសេចក្តីចម្រើនកើតមានដល់ព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនដល់ព្រះរាជាណាចក្រកម្ពុជាអញ្ជើញចូលរួមពិធីបួងសួងនេះមានឯកឧត្តមឈិនកេតនាឧបនាយករដ្ឋមន្ត្រីអនុប្រធានអចិន្ត្រៃយ៍និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិលោកអ្នកអង្គញាមហាមន្ត្រីគង់បញ្ញាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូតអមក្រសួងព្រះបរមរាជវាំងព្រមទាំងថ្នាក់ដឹកនាំមន្ត្រីក្រសួងព្រះបរមរាជវាំងជាច្រើនរូបទៀតសម្ដេចមហាមន្ត្រីគុយសុផលបានអញ្ជើញថ្វាយគ្រឿងសក្ការៈបូជាដែលបានរៀបចំឡើងប្រកបដោយភាពខ្ពង់ខ្ពស់នៅបាយសីបារីម្លូស្លានំផ្លែឈើគ្រប់មុខដើម្បីបួងសួងដល់ព្រះតេជះបារមីនៃព្រះបរមអតីតព្រះមហាក្សត្រយានីខ្មែរគ្រប់ព្រះអង្គព្រមទាំងទេវតាទាំង10000លោកធាតុក្នុងលោកសូមប្រោសប្រទាននៅពរជ័យសិរីសួស្តីជ័យមង្គលវិបុលសុខគ្រប់ប្រការកើតមានក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខនិងសូមឲ្យព្រះតេជះបារមីត្រជាក់ត្រជុំរបស់ព្រះអង្គបន្តជួយទ្រទ្រង់រក្សាព្រះរាជាណាចក្រកម្ពុជានិងប្រជានុរាស្ត្រយើងគ្រប់ស្រទាប់សូមបានជួបប្រទះតែសេចក្តីសុខសន្តិភាពនិងបានចម្រើននៅក្នុងជីវភាពសង្គមនិងគ្រួសារកុំបីឃ្លៀងឃ្លាតឡើយធម្មការនិងសាសនាព្រះបរមរាជវាំងបានសូត្រប្រកាសឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យគុណកែវទាំង3វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោកឫទ្ធិបារមីនៃប្រាង្គប្រាសាទអង្គរទេវតាថែរក្សាព្រះមហាស្វេតឆ័ត្របុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រនិងព្រះមហាក្សត្រយានីខ្មែរគ្រប់ព្រះអង្គដើម្បីសូមសេចក្តីសុខសេចក្តីចម្រើនជូនដល់ប្រជារាស្ត្រទូទាំងព្រះរាជាណាចក្រកម្ពុជានិងបានសូត្រប្រកាសឧទ្ទិសបួងសួងថ្វាយព្រះសពសាធុការពរថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូងនិងសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គបានសំប្រកបតែនឹងពុទ្ធពរទាំង4ប្រការកុំបីឃ្លៀងឃ្លាតដើម្បីគង់ប្រថាប់នៅជាម្លប់ដ៏ត្រជាក់ដល់កូនចៅទួតនិងព្រះពុទ្ធសាសនានៅព្រះរាជាណាចក្រកម្ពុជាជាតិដរាបតរៀងទៅសូមជម្រាបថាព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនដល់ព្រះរាជាណាចក្រកម្ពុជាដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី14ខែមេសាខាងមុខនេះនឹងនាំមកនូវសេចក្តីសុខចម្រើននិងបញ្ជះនៅអពមង្គលផ្សេងៗព្រមទាំងថ្វាយព្រះសពសាធុការពរថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនិងសូមជួយទ្រទ្រង់រក្សាព្រះរាជាណាចក្រកម្ពុជាព្រមទាំងប្រជានុរាស្ត្រយើងគ្រប់ស្រទាប់សូមបានជួបប្រទះតែសេចក្តីសុខសន្តិភាពនិងបានចម្រើននៅក្នុងជីវភាពសង្គមនិងគ្រួសារកុំបីឃ្លៀងឃ្លាតឡើយបាទសូមក្រុមជើងបាទ1 2 3